ណិតមុនពេលកន្លងប្រជាបងបងជនភាសាខ្មែរកិច្ចពីសង្គ្រាមរងទុកអត់លហើយឃ្លាតស្រុកឃ្លាតស្រែរកទួលសវត្តតែភីជុំលៀងតាមផ្លូវពពាំងឃ្លៀតសន្តានញាតអរគុណសប្បុរសនិងជនរួមជាតិឧបត្ថម្ភថែមទៀតសម្ភារៈអាហារទឹកចិត្តថ្លាថ្លៃរកអ្វីប្រៀបគ្មានផ្ដល់អំណោយទៀតចាស់ជរាកុមារអញ្ញាធរគ្រប់ឋានៈជួយយកអាសាបង្ហាញនៅការយកចិត្តទុកដាក់លទ្ធផលវិបាកនៃភ្លើងសង្គ្រាមសូមជនរួមឈាមគាំទ្រជឿជាក់ឋានៈដឹកនាំយើងកិត្តគូខ្លាំងណាស់សូមចាក់ចោលផ្ទះឲ្យតែខ្មែររស់ចិត្តថ្លាថ្លៃរកអ្វីប្រៀបគ្មានផ្ដល់អំណោយទៀតចាស់ជរាកុមារអញ្ញាធរគ្រប់ឋានៈជួយយកអាសាបង្ហាញនៅការយកចិត្តទុកដាក់លទ្ធផលវិបាកនៃភ្លើងសង្គ្រាមសូមជនរួមឈាមគាំទ្រជឿជាក់ឋានៈដឹកនាំយើងកិត្តគូខ្លាំងណាស់សូមចាក់ចោលផ្ទះឲ្យតែខ្មែររស់ជាសទ្ធារបស់ពុទ្ធបរិស័ទតាមរយៈសាលានិព្វស្រុករតនាមណ្ឌលដែលដឹកនាំដោយលោកអូនផ្សេងនិងត្រីសោះខ្ញុំក្នុងនាមតំណាងអាជ្ញាធរស្រុកមានកាកបាទផងស្រុកជាអ្នកបង្កលក្ខណៈជាមួយនឹងលោកនិគមសម្រាប់សម្រួលរួមដល់នេះជានេះចឹងសរុបសេចក្តីមកវិញថាកម្ពុជាយើងមកដល់ម៉ោងនេះយើងគ្រប់និន្នាការប៉ុន្តែអាសម្លេងប្រឆាំងផ្សេងដឹងហើយអាពួកណានោះដល់ខ្ញុំបាញ់និយាយទេចង់យកមកនិយាយការខ្ញុំពីខលនៅក្នុងប្រទេសនេះគ្រប់និន្នាការគ្រប់សាសនាជាពិសេសពុទ្ធសាសនាពុទ្ធចិត្តអ្នកដឹកនាំព្រះសង្ឃទាំងអស់គ្រប់ឋានានុក្រមរហូតដល់សាលានិពន្ធកាបអធិការវត្តព្រះសង្ឃគ្រប់ព្រះអង្គហុសពលមែនទេជាមួយនឹងអាជ្ញាធរជាមួយនឹងបងប្អូនជនភៀសទឹកជាមួយនឹងបងវិរៈកងទ័ពម្សិលមួយថ្ងៃខ្ញុំនិយាយរឿងវិញទៅចុះកងពល52មកទទួលបុកតោនហើយព្រះអង្គអ្នកគៀងគោហើយសំភារៈច្រើនទៀតច្រើនណាស់ដឹកមកឡានរៀន
ចឹងអរគុណព្រះអង្គទេមកមកតោនឹងមានចេះថានេះនឹងមានថោកណាស់បើទិញក៏មិនថោកដែរហើយបើយើងឃើញក៏មិនបានដែរកណាបាទលោ7500ហើយ1000គីឡូគុណសាកមើលហើយបានទៅដល់បងប្អូនកងទ័ពព្រោះថាយ៉ាងម៉េចមោទនភាពមែនទែនហើយកណាខ្ញុំកណាគឺចូលតំណាងស្រុកដើម្បីប្រគល់ឲ្យបងប្អូនកងទ័ពទៅជាមួយនឹងលោកអូសូមម្នាក់មួយចំនួនម្សិលមិញបងប្អូនមកពីក្រុងពុយ80សុទ្ធនៅគុំស្ដៅ15គ្រួសារដូចជាមិនហើយដូចជាមិនចាញ់គ្នាប្រហែលទេខាងមិញហាក់គឺថារៀបចំនេះប្រសងលោករៀបចំតែម្ដងហើយលក្ខណៈខ្លះគិតគូគ្រប់ថាឧបភោគបរិភោគនោះត្រូវមានអីខ្លះមើលមានបន្លាយវាលោកគិតមកទៅកោះមើលថាអរគុណមែនទែនអាជ្ញាធរជាអ្នកជួយដឹកនាំជាអ្នកជួយសម្របសម្រួលប៉ុន្តែលទ្ធភាពនេះអាជ្ញាធរធ្វើបានប៉ុន្តែมันអាចធ្វើបានដូចប្រសងទេប្រសងគឺពុទ្ធបរិស័ទគឺថាជ្រះថ្លាមកណានេះនិយាយខ្ញុំនិយាយនេះនិយាយថាផ្លូវការងារដែលប្រសងលោកជួយបងប្អូនថ្ងៃនេះគឺថាពុទ្ធណាស់ក្រៀមសូមជន់រួមឈាមកងត្រជឿជាក់